nông cao để về tình yêu miền ca đô plas cho nên chẳng tao về tình yêu nào mũi chỉ tu luôn dớn chẳng bà sân cho dân tha sau mà nó nên chỉ dớn chứ sau mà nó phải bắt từ nó về bắt dơn cả hai còn té đòi cho tô mà nó cao lá dân thằng dân nhẹ tô mà nó nói cho tô mà nó bắt được tiệt tới về nơi tới thực hiện thom mà đa đại chịu PKประตูក្នុងកុសលស្ដាប់ធម៌ឬក៏ថា PK នឹងជាកុសលប្រតិក្នុងការរក្សាសិលឬថាជា PK នឹងក៏ប្រតិក្នុងលោភៈជាប់ជំពាក់នឹងរបស់អីមួយហើយប៉ុន្តែវាមិនមានកម្លាំងដល់ទៅសោមនស្សរីករាយទេការជាប់ជំពាក់នឹងប្រព្រឹត្តទៅជា PK ដោយសេចក្តីថាប្រកបជាមួយគ្នានឹងឧបេក្ខាវេទនាគឺសភាពនៃការចាប់ជំពាក់នឹងកដាមិនប្រព្រឹត្តទៅដោយសេចក្តីត្រេកអររីករាយខ្លាំងក្លាទេដូច្នេះប្រភេទនៃវេទនាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបច្បាស់ព្រះអង្គទ្រង់ចែកនៅធម៌នឹងឯងជាចំណែកសូម្បីប្រព្រឹត្តទៅក្នុងសន្តាននៃសត្វលោកជាអនន្តចក្រវាលតែសរុបមកលោកភៈមូលចិត្តមានតែ8ដួងនឹងឯងមិនលើសអំពីនឹងហើយក៏មិនតិចជាងនឹងដែរក្នុងជីវិតយើងរាល់ថ្ងៃយើងឧទាហរណ៍ថាកិច្ចការងារសម្រាប់ញាតិញោមដែលជាស្រីដាំបាយអីចឹងទៅជានិច្ចការញាតិញប់នៅពេលដែលបើកពាងអង្គឬបាវអង្គឬការ៉ុងអង្គចាប់កំប៉ុងឬក៏ចាប់នីឬក៏ចាប់ចានអីដើម្បីវល់អង្គយកមកដាក់ឆ្នាំងនៅក្នុងពេលហ្នឹងតែមានសតិរលឹកថាតើជាកុសលឬជាអកុសលលំបាកសង្កេតហ្នឹងទេណាលំបាកបើតើយើងរៀនអញ្ចឹងណាបើតើញាតិញោមរៀនអញ្ចឹងរៀនទៅបានស្ដាប់ទៅជាជំនួយឲ្យមានសតិថាអូកាលដែលបានទៅរៀនហ្នឹងលោកគ្រូបានសម្ដែងថានៅពេលដែលវល់អង្គដាក់ឆ្នាំងដាំបាយហ្នឹងវាមានសភាពនៃចិត្តដែរបើមិនកុសលវាអកុសលចឹងទៅវាអាចមានជំនួយស្មារតីរំលឹកចឹងទៅសង្កេតមើលនៅពេលហ្នឹងហើយសង្កេតភ្លាមហ្នឹងវាមិនបានដឹងទេវានៅក្នុងរឿងយើងនឹកគិតប៉ុន្តែនឹកគិតជាធម្មតាទៅហាមយ៉ាងម៉េចបានមិនមែនចម្រើនសតិប្បដ្ឋានហាមមិនឲ្យគិតទេណាកុំតែកើតទុកចង្អៀតចង្អល់ខ្ញុំដូចជាអត់មានសតិរលឹកសោះវាបានត្រឹមតែគិតចុះទៅកើតទុកអីនឹងគិតហ្នឹងតែយើងអ្នកគិតគំនិតហ្នឹងវាមិនអាចហាមផាត់បានទេហើយក្នុងការគិតហ្នឹងជួនកាលគិតក្នុងរឿងកុសលទៅចឹងដែរតាវាមិនមែនគិតសុទ្ធតែអកុសលឯណាហេតុអីក៏យើងទៅចិត្តនឹងរឿងគិតហ្នឹងធ្លាប់មានច្រើនណាអូនឯងប្រាប់ថាដូចជានៅតែក្នុងគិតវាអត់មានសតិសោះហើយតែកើតទុកនឹងគិតនឹងទៅទៀតទៅការគិតវាជាកុសលដែរណាហើយរឿងកុសលវាជារឿងសំខាន់ណាស់វាគ្រាន់តែប៉ុណ្ណេះវាគ្រាន់តែថាយើងមិនអាចដើម្បីបង្កប់បញ្ជាឬហាមឃាត់ឲ្យការគិតនឹងជាកុសលរហូតបានទេពីព្រោះអីពីព្រោះយើងទាំងអស់គ្នាសុទ្ធតែជាអ្នកសន្សំនៅអកុសលមកច្រើនដល់ឱកាសពេលវេលាអកុសលកើតវិតកៈក្នុងអកុសលនោះជាអកុសលវិតកៈហើយឃើញទេគឺជាការត្រេះរិះជាអកុសលហើយមិនអាចដើម្បីយើងហាមឃាត់ការគិតជាអកុសលនឹងកុំឲ្យកើតបានទេឬថានឹងឲ្យគិតជាកុសលរហូតតទៅក៏មិនបានរឿងមិនបានហ្នឹងយើងឃើញថាជាអនត្តាណាទេណាព្រោះថាបើសិនជាបានវានៅក្នុងអំណាចទូខ្លួនហើយតែនេះរឿងទូខ្លួនរឿងសត្វរឿងបុគ្គលដើម្បីថាមកបង្កប់បញ្ជាសភាវៈហ្នឹងវាអត់មានចឹងវាអត់មានតទេចឹងទៅវាមានតែសង្ខារធัวសុទ្ធហ្នឹងបានជាការនឹកគិតជាកុសលហ្នឹងក៏នឹកគិតទៅអញ្ចឹងតែដល់ពេលការនឹកគិតជាអកុសលជាកាមវិតកៈត្រេះរិះក្នុងកាមជារបស់ល្អជាទីប្រាថ្នាជាទីត្រូវការជាទីរីករាយភ្លើតភ្លើនក្នុងរូបសម្លេងទៅរកផតថពៈអីចឹងទៅក៏ទៅមករឿងកាមវិតកៈទៅហើយក៏ត្រេះរិះអាក់អន់ទៅចិត្តមិនសមគេថាឲ្យអញអញ្ចឹងហើយមិនសមគេមើលងាយអញមិនសមគេមើលស្រាលអញត្រេះរិះទៅអញនឹងឈប់និយាយលេងជាមួយគាត់នឹងហើយអញនឹងឈប់ទៅនិយាយច្រើនជាមួយគាត់នឹងហើយអញឈប់នឹងរាក់ទាក់ជាមួយគាត់នឹងហើយនេះជាបាតវិតកៈ
មិនថាជាមួយកូនចៅមិនថាជាមួយប្តីប្រពន្ធមិនថាជាមួយម៉ែអីទេតែប្រព្រឹត្តទៅជាជាបាតវិតកៈបានណាវាគ្រាន់តែមិនបានគិតទៅដើម្បីកាប់សម្លាប់ដើម្បីធ្វើឲ្យដល់នៅសេចក្តីវិនាសក្នុងប្រការណាតែគ្រាន់តែគិតអិតតិចចឹងងងអីដាក់គ្នាគិតតែឈប់និយាយមួយគាត់អានេះអីហ្នឹងគិតដើម្បីឲ្យគាត់លំបាកចិត្តហ្នឹងជាបាតវិតកៈបាត់ហើយសំបីតែប្តីប្រពន្ធហ្នឹងទេណាគិតជាបាតនេះដែរណាជាបាតសម្រាប់និយាយជាមួយគាត់អីហ្នឹងដើម្បីឲ្យគាត់លំបាកចិត្តហ្នឹងគិតដើម្បីឲ្យគេកើតទុកហ្នឹងគឺជាបាតវិតកៈមានទេមានចឹងអាហ្នឹងហាមខាត់បានទេណាអត់បានទេត្រូវតែកើតឡើងញឹកញាប់ណាស់មកពីអីមកអំពីរឿងលោភៈដែលជាប់ជំពាក់ហ្នឹងវាជាបច្ច័យឲ្យកើតការខ្លាំងស្នាក់ជាមួយគ្នានោះវិតកៈដែលត្រេះរិះហ្នឹងទៅជាបាតៈតែសតិសម្បជញ្ញៈកើតមានដាស់តឿនថាជាអកុសលអត្ថប្រយោជន៍មិនល្អទេអ្វីដែលជាការល្អគួរសន្សំគួរចម្រើនអ្វីដែលមិនល្អគួរដកខាត់គួរលះបង់ហ្នឹងសតិសម្បជញ្ញៈដែលប្រព្រឹត្តទៅក្នុងកុសលផ្សេងដូចជាកុសលថ្នាក់សិលអីចឹងប្រព្រឹត្តទៅដើម្បីអបច្ចាយណៈប្រព្រឹត្តទៅដើម្បីវិយាវច្ចៈជាធម្មតាចេតនាហ្នឹងគឺជាចេតនាថ្នាក់សិលហើយក្នុងជីវិតដែលរស់នៅនេះណាជ្រាបទេដើម្បីថាយើងត្រូវតែមានប្រកបដីធម្មតាដើម្បីកិច្ចការងារមិនដើម្បីឲ្យអ្នកដទៃណាមួយកើតសេចក្តីទុក្ខលំបាកជាអល់ដោយសារយើងទេមានអបច្ចាយណៈធម្មតាវេយវច្ចៈនឹងធម្មតាកិច្ចការងារប្រព្រឹត្តបប្រតិបត្តិហ្នឹងអាហ្នឹងជាសិលចរិយាមារយាទក្នុងជីវិតរស់នៅអាហ្នឹងសតិសម្បជញ្ញៈកើតឡើងសន្សំរឿងល្អតទៅវិតកៈហ្នឹងជាកុសលកើតឡើងមកវិញហើយដល់អញ្ចឹងទៅបានថាកិច្ចការទាំងអស់ហ្នឹងក៏តែមានសតិប្បដ្ឋានទៅឃើញថាសំបីការត្រេះរិះនេះក៏ជាអនត្តាធម៌ដែរហើយក៏ជាសង្ខារខណ្ឌនឹងទៀតនៅក្នុងមហាសតិប្បដ្ឋានសូត្រព្រះសម្មាសម្ពុទ្ធសម្ដែងមិនមានវាលែងសភាវៈណាមួយទេដែលថាមិនមែនជាសតិប្បដ្ឋានគឺអត់មានគ្រប់សភាវៈទាំងអស់សត្វតែជាសតិប្បដ្ឋានរួមទាំងវិតកៈចេតសិកនឹងដែលជាសង្ខារខណ្ឌនឹងផងយ៉ាងចំគឺជាសតិប្បដ្ឋានហើយចឹងណាទេណាប៉ុន្តែដោយច្រើនណាគឺនៅពេលដែលមានអកុសលវិតកៈកើតឡើងបែរទៅជាចំទាស់ក្នុងធម៌បរិបត្តិសតិប្បដ្ឋានมันអាចរលឹកដឹងបាននៅវិតកៈហ្នឹងมันអាចរលឹកដឹងថាគ្រាន់តែជាការត្រេះរិះប្រព្រឹត្តទៅជាអកុសលជាប្រភេទនៃនាមធម៌យ៉ាងណាហើយយកចូលចិត្តខុសយកចូលចិត្តថាការបប្រតិបត្តិធម៌ត្រូវតែហាមឃាត់ការត្រេះរិះជាអកុសលនេះនឹងមកពីអីទេមកពីមិនមានការស្ដាប់សតិប្បដ្ឋានដែលយកចូលចិត្តមកហើយមិនដឹងថាសូម្បីអកុសលវិតកៈនេះក៏គួរដល់ការសង្កេតពិនិត្យសិក្សាឲ្យឃើញថាជាអនត្តាដែរម្ល៉េះហើយបែរខំទៅជាតាំងវិធីប្រតិបត្តិដើម្បីហាមអកុសលវិតកៈនឹងទៅវិញតាមពិតអកុសលវិតកៈក៏តែអរិយមេអង្គ8ទៅអាចលះបានសំបីក្នុងកុសលថ្នាក់ទានថ្នាក់សិលក៏ជាការលះអកុសលវិតកៈដោយមកជួរមកខណៈនៃកុសលនឹងហើយតែលះមិនដាច់អស់ទេក៏តែអរិយមេអង្គ8ហើយរហូតដល់ទៅអរហត្តមគ្គឯនោះទៅលះអកុសលវិតកៈបានព្រោះថាកាលណាបើមានអកុសលគឺត្រូវតែមានអកុសលវិតកៈហើយព្រោះវិតកៈចេតសិកកើតគ្រប់អកុសលទាំងអស់ការត្រេះរិះជាអកុសលនឹងក៏តែលះដោយអរហត្តមគ្គហើយដើម្បីអរិយមគ្គហ្នឹងគឺត្រូវធ្វើម៉េចគឺត្រូវចម្រើននៅសតិប្បដ្ឋានវិបស្សនាក្នុងការដែលសង្កេតពិនិត្យសិក្សាសំបីអកុសលវិតកៈនេះកើតឡើងយ៉ាងណាក៏ឃើញច្បាស់ថាមិនមែនជាខ្លួនយើងដែរនេះទៅជាការលះទៅជាការកាត់បន្ថយនៅកិលេសការប្រតិបត្តិសតិប្បដ្ឋានហ្នឹងគឺត្រូវតែល្អិតអន់ក្នុងសភាវៈធម៌ហ្នឹងអញ្ចឹងណាទេណាត្រូវតែល្អិតអន់ហ្នឹងអញ្ចឹងប្រហែលដូច្នេះយើងមិនអាចដើម្បីថាទៅមានវិធីបប្រតិបត្តិយ៉ាងដទៃឯណាក្រៅពីការសង្កេតពិនិត្យរលឹកសិក្សាសភាវៈធម៌យ៉ាងប្រកបដីក្នុងជីវិតយ៉ាងប្រកបដីចឹងកាលណាបើមិនប្រកបដីក្នុងការរលឹកសិក្សាសភាវៈធម៌ទេដូចជាអកុសលវិតកៈអញ្ចឹងនៅពេលអកុសលវិតកៈកើតឡើងគឺប្រកាន់ថាជាទូខ្លួនអ្នកគិតមិនល្អគិតរកវិធីបប្រតិបត្តិយ៉ាងដទៃដើម្បីថាហាមឃាត់អកុសលវិតកៈកុំឲ្យកើតនេះក៏
ในtrongសេចក្តីប្រកាន់ថាជាទូខ្លួននឹងដែរជាអ្នកហាមឃាត់ជាអ្នកបង្កប់បញ្ជាសភាវៈធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីធ្ងន់ក្នុងរឿងកិលេសព្រោះមានសេចក្តីប្រកាន់ជាប់ជានិច្ចក្នុងជីវិតរាល់ថ្ងៃតែការអប់រំចម្រើនសតិដ្ឋានគឺជាការសិក្សារូបធម៌និងនាមធម៌ប្រព្រឹត្តទៅដើម្បីសភាពស្រាលគឺស្រាលអំពីសេចក្តីប្រកាន់ព្រោះឃើញរូបធម៌នាមធម៌ហ្នឹងកាន់តែច្រើនឡើងទៅទូខ្លួនហ្នឹងក៏វាកាន់តែថយទៅវាបាត់ទៅវានៅតែសភាវៈធម៌ទៅស្អីដែលថាជាទូខ្លួនក៏វាអត់មានគឺមានតែសភាវៈធម៌ដែលច្រើនអញ្ចឹងបានជាក្នុងជីវិតយើងប្រវត្តិប្រចាំថ្ងៃនេះសំគួរណាស់ដែលដល់សតិប្បដ្ឋានបរិបត្តិសង្កេតពិនិត្យតនពេលដូចជានៅពេលដែលយើងវល់អង្ករដាក់ឆ្នាំងដាំបាយហ្នឹងក្នុងគណៈហ្នឹងវាអាចមានកុសលកើតឡើងដែរសេចក្តីត្រេះរិះដែលជាកុសលហ្នឹងចាណាព្រឹកទៅដើម្បីថាបានអង្ករនេះហើយដែលដាំបាយដាក់បាតលោកព្រឹកស្រាប់ចិត្តចឹងទេដែលឃើញអង្ករទៅមានចិត្តចឹងទេចិត្តជ្រះថ្លាក្នុងការងារជាកុសលដែលបានដាំបាយដាក់បាតលោកព្រោះតែបានឃើញអង្ករហ្នឹងហើយចិត្តចឹងទេណាឃើញអង្ករហ្នឹងនឹកឃើញថាដែលដាំបាយរាល់ថ្ងៃរាល់ខែរាល់ឆ្នាំមកហ្នឹងណាគ្រាន់តែឃើញអង្ករហ្នឹងវារំលឹកដាស់តឿនឲ្យកើតទៅជាកុសលបានដែរហើយចុះបើយើងមិនដែលបានដាំបាយដាក់លោកទេឃើញអង្ករយើងដែលនឹកឃើញថាណាដាំបាយដាក់បាតលោកដែរយើងដែលនឹកឃើញដល់កុសលដែលបានធ្វើហើយនឹងធ្វើតទៅទៀតដែរបើយើងមិនដែលដឹងថាដាំបាយដាក់លោកនឹងបានបន់យ៉ាងម៉េចផងចឹងណាហើយដល់ទៅពេលចិត្តងាប់ទៅសូម្បីឃើញស្អីក៏ដោយមិនបានរំលឹកដាស់តឿនក្នុងរឿងកុសលទេព្រោះយើងអត់ដែលបានបំពេញកុសលក្នុងរូបហ្នឹងក្នុងរូបប្រភេទហ្នឹងក្នុងសម្លេងប្រភេទហ្នឹងក្នុងក្លិនរបៀបហ្នឹងក្នុងរសរបៀបហ្នឹងក្នុងខោថពៈយ៉ាងហ្នឹងយើងមិនដែលបានបំពេញកុសលក្នុងអារម្មណ៍ហ្នឹងដល់តែអារម្មណ៍ទាំងអស់ហ្នឹងប្រកបដែរដូចជានៅពេលចិត្តស្លាប់អីអត់មានរំលឹកដាស់តឿនឲ្យកុសលកើតឡើងទេបើថារូបក៏រូបស្លាប់ដើម្បីសេចក្តីសប្បាយរីករាយនឹងការទៅស្ទាក់ខ្លាំងឆ្នាក់ទៅបើសម្លេងក៏សម្លេងដែលស្លាប់រីករាយភ្លើតភ្លើនទៅបើក្លិនក៏ក្លិនស្លាប់តែចម្រើនបាបអកុសលទៅបើរស់ក៏ស្លាប់តែរស់ក្នុងរឿងបាបអកុសលទៅបើផោតថពៈក៏តែក្នុងរឿងបាបអកុសលទៅដែលនៅឃើញតែពីរឿងបាបអកុសលដោយសាររូបសម្លេងទាំងរស់ផោតថពៈប្រភេទហ្នឹងចឹងណាមិនចាំបាច់ដល់តែពេលស្លាប់ទៅយើងមើលនៅពេលដែលយើងឃើញអង្គក្នុងពេលហ្នឹងយើងនឹកឃើញដាំបាយដាក់បាតរោគរាល់តែថ្ងៃហ្នឹងដោយសារអង្គហ្នឹងដាំបាយនឹកឃើញចឹងទេនឹកឃើញប៉ុន្តែនឹកឃើញអញ្ចឹងរហូតទេអត់ទៀតឃើញទេមិនមែនសត្វតែរាល់ពេលឃើញអង្គដួសយកមកដាក់ក្នុងឆ្នាំងលាងហ្នឹងសត្វតែនឹកឃើញជារឿងជាកុសលទេឃើញទេវាអាចប្រព្រឹត្តទៅដោយសេចក្តីជាប់ជំពាក់ជាប់ជំពាក់អង្គហ្នឹងសល្អលោភៈបាត់លោភៈនឹងអង្គសល្អហ្នឹងលោភៈនឹងអង្គហ្នឹងវាសឡូនវាអត់បាក់ចនិចចំណាក់ច្រើនណាលោភៈបាក់ប៉ុន្តែលោភៈក្នុងពេលហ្នឹងវាមិនបានប្រព្រឹត្តទៅដោយសោមនស្សត្រេកអរខ្លាំងក្លាទេតែវាមានប្រភេទជាការជាប់នឹងអារម្មណ៍ហ្នឹងត្រង់រូបហ្នឹងត្រង់សន្តានហ្នឹងត្រង់បញ្ញត្តិហ្នឹងលោភៈហ្នឹងប្រព្រឹត្តទៅជាមួយគ្នានឹងឧបេក្ខាវេទនាបាត់ហើយលើកលែងតែនៅពេលដែលមានសតិរលឹកបាននៅរូបដែលប្រកបឲ្យឃើញនោះជាលោកនៃជីវិតដែលកំពុងរស់នៅក្នុងគណៈឃើញតែសតិរបៀបនេះមិនងាយកើតទេគុណចាស់ញាតិញោមជ្រាបហើយក្នុងជីវិតរាល់ថ្ងៃសតិដែលអាចមានឱកាសកើតឡើងបានគឺនៅពេលស្ដាប់ធម៌ក្នុងរឿងសតិដ្ឋាននៅពេលសន្ទនាធម៌ក្នុងរឿងសតិប្បដ្ឋានឬក៏នៅក្នុងពេលដែលយើងមានឱកាសនឹកពិចារណាធម៌ដែលបានស្ដាប់ដែលបានសិក្សារៀនមកហើយដល់ទៅពេលនៅពេលដែលវល់អង្គដាំបាយអីចឹងជាឱកាសដែលសម្រាប់ភ្លេចសតិពីព្រោះកំពុងតែប្រព្រឹត្តទៅដើម្បីកិច្ចការងារនោះព្រោះវាសន្សំអធិស្រ័យមកវាស្លាប់រាល់ថ្ងៃដោយការចាប់ជំពាក់នៅក្នុងរូបចាប់ជំពាក់នៅក្នុងរសចាប់ជំពាក់នៅក្នុងផតថពៈដើម្បីរូបហ្នឹងវាល្អវាសវាស្អាតវាមិនបាក់កនិចកណាត់ចឹងទៅហើយដាំទៅវាមានជួរជាប់គ្នាទៅហើយរសជាតិនឹងវាឆ្ងាញ់ដាក់ក្នុងមាត់ទៅវាមានឲ្យជារសទៅវាមានសភាពទន់ស្រួលអីចឹងទៅគិតដើម្បីថាកុំឲ្យវាជ្រាយពេកហើយកុំឲ្យវាស្រួយពេកគិតតែរឿងលោភៈទាំងអស់មានទេ
នៅពេលដែលដាំបាយហ្នឹងគិតថាអញដាំទៅមកវាជ្រាយទេគិតចឹងទៅហើយតែគិតអញ្ចឹងមកពីអីមកពីលោកភៈណាជាប់ហ្នឹងណាទេណាជាប់តែធ្លាប់មកហ្នឹងហើយកុំមកវាជ្រួយពេកតែរឿងជាប់ទាំងអស់ហើយនៅពេលហ្នឹងមានសតិរលឹកដឹងបានថាជាលោកភៈទេអត់ទេហើយមានគិតដើម្បីក្នុងរឿងកុសលផ្សេងទេអត់ទេហើយមានខឹងអន់ទៅម្នោះអីទេអត់ដែរនឹងហើយគឺលោកភៈដែលប្រព្រឹត្តទៅជាមួយគ្នានឹងឧបេក្ខាវេទនាតែក្នុងពេលហ្នឹងក៏មិនបានមានលិឆាទិដ្ឋិកើតឡើងដែរអាហ្នឹងគឺជាទិដ្ឋិកតៈវិទយុត្តប្រាជ្ញាទិដ្ឋិប៉ុន្តែមិនមែនបានសេចក្តីថានៅពេលដែលគាត់អង្គយកមកដាក់ក្នុងឆ្នាំងហ្នឹងមានលោកភៈហ្នឹងសត្វតែប្រាជ្ញាទិដ្ឋិមិនមែនទេតែក៏មិនមែនសត្វតែប្រកបដោយទិដ្ឋិដែរវាមានការប្រាជ្ញាទិដ្ឋិនៅពេលដែលមានសេចក្តីប្រកាន់ថាជាសត្វជាបុគ្គលជាតួខ្លួនក្នុងឋានៈហ្នឹងទៅប្រកបដោយទិដ្ឋិប៉ុន្តែបើមិនបានមានសេចក្តីត្រេះរិះថាជាខ្លួនក្នុងឋានៈដែលត្រូវការឲ្យឆ្ងាញ់ដើម្បីកុំឲ្យជ្រាយពេកដើម្បីកុំឲ្យវាជ្រួយពេកឲ្យវាដូចជាជួស្លាអីចឹងទៅក៏វាមិនបានគិតថាជារឿងតួខ្លួនអីវាគ្រាន់តែជាប់ជំពាក់នៅក្នុងរស់ហ្នឹងជាប់ជំពាក់នៅក្នុងរូបហ្នឹងអញ្ចឹងទៅអាហ្នឹងវាប្រាជ្ញាទិដ្ឋិហើយដែលវាប្រកបដោយទិដ្ឋិវាអាចប្រកបឡើងបានដោយតែបានសម្ដែងពីខាងដើមហើយនៅក្នុងពេលហ្នឹងគឺប្រកម្មវេទនាថាជាតួខ្លួនសញ្ញាថាជាតួខ្លួនឬសង្ខារថាជាតួខ្លួនហើយវិញ្ញាណថាជាតួខ្លួនក្នុងការដែលបាននៅរូបនោះរបស់នោះថាជារបស់ខ្លួននៅពេលហ្នឹងគិតថាខ្លួននឹងឯងជាអ្នកដើម្បីមាននៅរូបនោះជារបស់ខ្លួនគឺប្រកម្មវេទនាសញ្ញាសង្ខារវិញ្ញាណដែលកំពុងសោយអារម្មណ៍នឹងថាជាតួខ្លួនអាហ្នឹងលោភៈក្នុងពេលហ្នឹងគឺប្រកបដោយចិត្តខេអាហ្នឹងវាជាលោភៈមួយប្រភេទទៅដូចជាទី5ទី6ដែលបានសម្ដែងហើយដល់តែទី7ហ្នឹងវាអាចមិនបានគិតថាជាខ្លួនជាអីទេនៅក្នុងពេលហ្នឹងមានប្រភេទតែលោភៈប្រព្រឹត្តទៅក្នុងរបស់ដែលជាទីពេញចិត្តហ្នឹងចឹងទៅវាប្រាជ្ញានៅសកាយៈទិដ្ឋិហើយក៏វាប្រាជ្ញានៅមិច្ឆាទិដ្ឋិផ្សេងក្នុងពេលហ្នឹងអញ្ចឹងហើយជីវិតរាល់ថ្ងៃយើងស្លៀកពាក់ខោអាវចេញមកវត្តអីហ្នឹងយើងមានត្រេកអររំភើបនឹងបានស្លៀកខ្មៅពាក់សហ្នឹងទេរំភើបទេរីករាយទេក៏អត់ទេធម្មតាប៉ុន្តែត្រូវការពើហ្នឹងត្រូវការសម្ពុតហ្នឹងសាច់អញ្ចឹងបើថាវាទេសឯកអីអញ្ចឹងទៅក៏មិនត្រូវការទេបើថាត្រឹមពាក្យសរងវាដូចរឹងបាក់មិនត្រូវការដែរត្រូវការសម្ពុតហ្នឹងអាវហ្នឹងទន់វានេះអីក៏ដូចជាផាសប៉ានអីចឹងទៅវាស្រាលអីចឹងទៅហើយឲ្យមានខ្មៅមានសអីចឹងមកតែវាមិនបានអរីករាយដូចជាយើងបានរបស់អីថ្មីដែលពេញចិត្តនាំឲ្យរំភើបរីករាយទេអានេះវាធម្មតារាល់ថ្ងៃចឹងទៅតែនៅពេលហ្នឹងយើងដឹងទេតើវាជាចិត្តអីនៅពេលដែលយើងត្រូវការយកសម្ពុតអាវមកស្លៀកពាក់សម្រាប់ហ្នឹងពិតមែនតែយើងគិតប្រសងមកដើម្បីស្ដាប់ធម៌ក៏ពិតមែនអានឹងរឿងដែលមានធម៌ជាអារម្មណ៍តែនៅពេលដែលមានសម្ពុតខោអាវនឹងជាអារម្មណ៍នោះមិនមែនមានធម៌ជាអារម្មណ៍ទេវាត្រូវតែដូរផ្លាស់គ្នាណាចា៎ហើយនៅពេលដែលមានសម្ពុតខោអាវនឹងជាអារម្មណ៍ចិត្តយើងនឹងជាអីយើងមានចិត្តដើម្បីឲ្យរបស់នឹងទៅជាទៀនទេអត់ទេទុកស្លៀកពាក់ហើយយើងមានសតិរលឹកដឹងបានទេសភាពនៃរូបឬសភាពនៃផតថពៈដែលប៉ះនឹងអត់ទេតែចូលចិត្តក្នុងពណ៌ហ្នឹងក្នុងសាច់សម្ពុតហ្នឹងគឺជាលោភៈមូលចិត្តដែលប្រព្រឹត្តទៅជាមួយគ្នានឹងឧបេក្ខាវេទនាសម្បូរទេណាសម្បូរគ្រាន់តែយើងមិនបានដឹងថាវាជាប្រភេទនៃលោភៈប៉ុន្តែឥឡូវគ្រាន់តែប៉ុណ្ណេះគ្រាន់តែសូមឱកាសសម្រាប់ញាតិញោមនឹងបានជ្រាបថាពេលណាដែលមានជីវិតរស់នៅធម្មតាតែថាមិនបានគិតដើម្បីធ្វើទានមិនបានរៀបចំទុកដាក់អីវ៉ៃបានដើម្បីធ្វើទានហើយក៏មិនបានស្ដាប់ធម៌មិនបានឲ្យសិទ្ធិធម៌ទេដូចជាឱកាសពេលទំនេរអង្គុយលេងចម្រើនលេងនៅពេលហ្នឹងក្នុងជីវិតអញ្ចឹងយើងគ្រាន់តែបានដឹងថាតើប្រកបដោយចិត្តអីដែរណោះនៅពេលហ្នឹងពីព្រោះសត្វតែមានចិត្ត
có bật tới trong chú này trẻ vòn là chật rồi là phần năng cầm ao với tập tê sọt tới có sao còn mình đâm thay kia có sao còn mình đâm thay kia có sao chẳng nói thế nào dân riêng nó nên phải giao tầm bay thành kê thì nét pe chứ chừng nó mấy chỉ rất để dân thà lô phe o khăn tới trời ca tới nó dân đâm thà lô phe khăn khăn tới dân đâm thà khăn dân kia của sao kia la của ban phơi tiền đặt thôi dân đâm thà kia tội sao chứ đa không mà đa được hết trong ao thì mình đâm thà kia của sao rồi chả có sao phải đấy dân mình ai tầm bay tới cùng cấp bên kia mấy ở đâm ban đấy vì pro ca mình đăng nó chỉ màu hạ miên kia phải trăm nông chỉ rất miên màu hạ nè còn té ca để dây riêng thua nó cứ kia phải giao chứ cứ làm bay pro tệ bát chăng bởi con tệ riêng làm bay ở tệ chạy mua tê riêng con tệ làm bay đo sai nơi chừng luôn nè là tây thế thì ở kia phải giao lấy ca pro tệ bát thể được nên riêng nó cứ kia phải giao đòi ca pro tệ bát mình đầm bayประกันចិត្តแท้សម្លាយមាននេះឬដើម្បីលោកភៈទោសមោហៈទេការសិក្សារៀនសូត្រនឹងគឺមានសេចក្តីជ្រះថ្លាក្នុងការដែលបានចេះបានដឹងបានយល់ក្នុងទេព្រានបដៅរបស់ព្រះដែលមានវិភាដែលព្រះអង្គទ្រង់ព្រានបដៅឲ្យឃើញអំពីបាបអកុសលល្អិតល្អិតក្នុងជីវិតដែលសាសនាដទៃអត់មានទេណាចា៎សាសនាដទៃដោយច្រើនគឺនៅក្នុងរឿងបន់ស្រន់អង្វរកសំដោយមិនដឹងថាក្នុងគណៈដែលត្រូវការដែលជាការអង្វរកជាការអំបងចរងជាការសុំនឹងគឺជាលោកភៈទេហើយអត់មានទេអត់មានអវាទអត់មាននាគាឯណាដើម្បីទៅបញ្យល់ថាជាលោកភៈទេបែរជាតម្រូវឲ្យធ្វើអញ្ចឹងទេណាដើម្បីនឹងអង្វរកដើម្បីនឹងប្រាថ្នាសុំសេចក្តីសុខយ៉ាងណាជាសេចក្តីត្រូវការនឹងសាសនាដទៃដ៏មានច្រើនហ្នឹងអញ្ចឹងទេណាអានេះគ្រាន់តែលើកយកមកប្រៀបនៅក្នុងព្រះពុទ្ធសាសនាយើងដើម្បីឲ្យឃើញថាជាការដឹកនាំយ៉ាងល្អិតមានជំរឿដើម្បីឲ្យឃើញប្រភេទនៃអកុសលល្អិតទៅអញ្ចឹងទេអញ្ចឹងណាអញ្ចឹងយើងគួរឲ្យមានសេចក្តីជ្រះថ្លាក្នុងការដែលបានសិក្សាប្រភេទលក្ខណៈនៃធម៌ទាំងក្រោកគ្រៀតទាំងកដាលទាំងល្អិតចុះមកឲ្យឃើញថាដើម្បីតែមានសេចក្តីត្រូវការដើម្បីសេចក្តីសុខស្រួលក្នុងជីវិតនឹងយ៉ាងណាវាជាលោភៈដែរហើយប្រយោជន៍ដែលដឹងថាជាលោភៈហ្នឹងគឺដើម្បីកោះរំលើងឬធ្វើសក្កាយៈចិត្តដែលប្រកម្មថាជាយើងដូចជាយើងនៅស្ងៀមៗយើងត្រូវការតែបើកផ្លិតបក់ដែលវាក្តៅស្អកណាចង់បើកផ្លិតអីហ្នឹងយើងដឹងថាធម្មតាតែក្តៅវាត្រូវតែបក់ផ្លិតវាត្រូវតែបើកសង្ហាទៅដើម្បីឲ្យវារហើយធម្មតាតែមានវាត្រូវតែអញ្ចឹងទេប៉ុន្តែនៅពេលដែលយើងចង់ទៅបើកផ្លិតហ្នឹងឋានៈចិត្តហ្នឹងជាអីឃើញទេដូច្នេះក្រៅពីអវាទរបស់ព្រះសម្មាសម្ពុទ្ធតើអាចដើម្បីដាស់តឿនក្រៅរំលឹកឲ្យដឹងអំពីប្រភេទនៃសភាវៈល្អិតដែលជាចំណងដែលជាការដែលយើងត្រូវការអ្វីណាដើម្បីទំនុកបំរុងជីវិតដែលប្រតិជាលោកភៈហ្នឹងទេអត់ទេណាឡើយមិនអាចរំដោះខ្លួនចេញអំពីហេតុតែនាំឲ្យកើតទុក្ខហ្នឹងរួចឡើយបានជាសមណៈទី1សមណៈទី2សមណៈទី3សមណៈទី4ហ្នឹងដែលជាព្រះអរិយបុគ្គលហ្នឹងមានតែនៅក្នុងព្រះពុទ្ធសាសនានេះឯងមកពីរឿងហ្នឹងរឿងអវាទទូមានរបស់ព្រះអង្គហ្នឹងទ្រង់ដាស់តឿនរំលឹកឲ្យមានសតិដោយសេចក្តីមិនប្រមាទហ្នឹងចំពោះសង្ខារធម៌គ្រប់យ៉ាងទាំងអស់ហើយយើងស្លៀកពាក់មិនchơiមកវត្តទេនៅផ្ទះរាល់ថ្ងៃក៏វាយើងចូលចិត្តដែរបើមិនចូលចិត្តមិនស្លៀកទេសរងហ្នឹងវាយ៉ាងម៉េចវាចាស់ឯនៅឬវានៅជំនុំអាវហ្នឹងវាយ៉ាងម៉េចវាសាច់អីវាពណ៌អីសិតតែរឿងយើងចូលចិត្តណាទេណាសិតតែរឿងយើងជ្រើសរើសណាហើយក្នុងគណៈដែលយើងចូលចិត្តក្នុងគណៈដែលយើងជ្រើសរើសហ្នឹងវាមិនមែនបុណ្យក៏មិនមែនបាបក៏មិនមែនទេវាជារឿងដែលយើងជាប់ពីទេហើយវាជារឿងដែលយើងត្រូវការហើយរបស់ទាំងអស់ហ្នឹងវាអាចប្រកបដោយចិត្តគឺសកាយៈចិត្តក៏បានវាអាចប្រសិទ្ធចិត្តក៏បានវាគ្រាន់តែមានអធិស្ឋានដើម្បីចូលចិត្តទៅក្នុងរឿងរបស់ទាំងអស់ហ្នឹងតែមិនបានចិត្តថាជាទូខ្លួនក្នុងការដែលបានរបស់ហ្នឹងឬថាជាទូខ្លួនដើម្បីជាម្ចាស់អាហ្នឹងវាមានផ្លាស់ប្ដូរគ្នាដែលលោកភៈហ្នឹងប្រកបដោយចិត្តឬប្រសិទ្ធចិត្តហើយយើងត្រូវការអីក្នុងផ្ទះរបស់យើងដែលយើងត្រូវការស្អាតរឿងស្អាតវាជារឿងចាំបាច់ហើយប៉ុន្តែមិនមែនឲ្យតែយើងត្រូវការស្អាតតែជារឿងកុសលទេ
យើងតែត្រូវការសម្អាតផ្ទះពេលទៅយើងបោះផ្ទះរាល់ថ្ងៃនេះយើងស្មានតែសត្វតែជាកសលទាំងអស់ហើយដែលបោះផ្ទះហ្នឹងតែយើងបោះដើម្បីអីដើម្បីស្អាតយើងគ្រាន់តែដឹងថាដើម្បីស្អាតតែហ្នឹងតែចិត្តដែលនាំឲ្យយើងបោះចិត្តដែលយើងត្រូវការស្អាតហ្នឹងយើងដឹងថាចិត្តទាំងជាអីដែរទេអត់សង្កេតអត់ដឹងទេណាទេណាចឹងឥឡូវគ្រាន់តែព្រះធម៌ហ្នឹងរំលឹកឲ្យសង្កេតពិនិត្យមើលមិនអាចនឹងថាសុទ្ធតែជាលោភៈទេតែរឿងនេះត្រូវអាស្រ័យសតិសម្បជញ្ញៈសង្កេតទៀតដល់ជាលោភៈហ្នឹងប្រព្រឹត្តទៅជាមួយនឹងសោមនស្សវេទនាឬក៏ជាឧបេក្ខាវេទនាចឹងឬក៏ថាប្រកបដោយសកាយទិដ្ឋិឬក៏ប្រសច្ចទិដ្ឋិការដឹងគឺមានប្រយោជន៍ណាស់ព្រោះម្ចាស់ញាតិញោមកុំឲ្យវិអៀតទាំងអស់អីដូចជាមិនហ៊ានដឹងទេត្រូវតែដឹងទៅវាលោភៈហើយដឹងទៅវាអកុសលដូចជាមិនហ៊ានដឹងទេខំប្រឹងអត់ដឹងទៅចុះមិនមែនទេការដឹងមានប្រយោជន៍ដើម្បីឃើញបរមត្ថធម៌ច្បាស់មិនមែនជាយើងពីព្រោះនៅពេលណាដែលមានសតិរលឹកដឹងនៅពេលហ្នឹងមិនមែនយើងមួយខណៈហ្នឹងហើយពេលដែលមិនដឹងទៅយើងរហូតបោះសម្រាមទៅយើងបោះចឹងណាយើងអត់ដឹងថាលោភៈដែលត្រូវការស្អាតហ្នឹងវាជាលោភៈវាមិនមែនយើងអត់ដឹងទេម្ល៉េះហើយមកពេលហ្នឹងគឺយើងណាសម្រាប់តែបានស្ដាប់ធ្វើលឺធ្វើមិនមែនយើងណាបន្តិចហ្នឹងយើងទៀតហើយដូច្នេះការដឹងសភាវៈពលគ្រប់យ៉ាងហ្នឹងមានប្រយោជន៍ដើម្បីដកខាត់សេចក្តីប្រកម្មសភាវៈពលថាជាខ្លួនយើងរឿងដកខាត់គឺត្រូវតែដកខាត់ក្នុងសភាវៈពលក្នុងជីវិតប្រចាំថ្ងៃនេះឯងដែលធ្លាប់តែប្រកម្មថាជាសត្វប្រពើគឺខ្លួនយើងទោះបីលោភៈហ្នឹងខ្លាំងក្លាប្រកបដោយសោមនស្សហ្នឹងយ៉ាងណាក៏ជាការមួយដែលសំគួរនឹងរលឹកហើយទោះជាខ្លាំងក្លាយ៉ាងណាក៏ដោយតែមិនជារឿងដែលយើងត្រូវគិតត្រូវជៀសដើម្បីមិនទៅធ្វើអីយ៉ាងដទៃទេត្រូវអំពីការដឹងចឹងណាទេណាយើងរំពឹងចំពោះបាបអកុសលដូចជាលោភៈខ្លាំងក្លាដែលត្រូវការដែលប្រាថ្នានាំឲ្យកើតទុក្ខនាំឲ្យកង្វល់នាំឲ្យជំងឺទាំងអស់តែយើងមិនរំពឹងចំពោះការដែលយើងមិនដឹងសភាវៈធម៌ហ្នឹងទេដូច្នេះប្រភេទនៃកិលេសអកុសលធម៌គឺល្អិតល្អន់ណាស់ចម្បាំងក្នុងជីវិតហ្នឹងមិនមានមកពីអីទេមកអំពីយើងមិនឆ្លាប់អប់រំការរលឹកដឹងសភាវៈធម៌តាំងពីកើតមករហូតមកដល់ឥឡូវហ្នឹងតែយើងបានអប់រំសេចក្តីដឹងសភាវៈក្នុងជីវិតហ្នឹងបានប៉ុណ្ណាហើយឥឡូវនេះបានស្ដាប់ផងបើមិនបានស្ដាប់ទេចោលមកជាតិនឹងតែពេលអត់មានបានអប់រំសតិរលឹកដឹងសភាវៈទឹកក្នុងជីវិតទេគឺថារាល់ពេលឃើញរាល់ពេលឮហើយរាល់ពេលនឹកគិតតិចការងារក្នុងជីវិតមួយថ្ងៃហើយមួយថ្ងៃទៀតហ្នឹងគឺយើងអ្នកធ្វើទាំងអស់ទៅជាលោភៈទៅយើងទោសៈទៅយើងលោភៈទោសៈខ្លាំងទៅយើងលោភៈទោសៈតិចទៅយើងអាវែងហ្នឹងទៅយើងអកុសលហ្នឹងទៅយើងទាំងអស់ក្នុងជីវិតហ្នឹងទៅទេអត់មានដកខាត់សកាយៈទិដ្ឋិទេមិនមែនថាមិនមានបុណ្យកុសលទេមានបុណ្យកុសលដាក់ទានដាក់សិលអីតែការដកខាត់សេចក្តីប្រកាន់សភាវៈធម៌ថាជាទូខ្លួនហ្នឹងអត់មានអញ្ចឹងព្រោះហេតុដូច្នេះបានថាសូម្បីការដែលយើងមិនដឹងអកុសលធម៌ហ្នឹង